កម្ពុជាបន្តរងអធិពលពីព្យុះសង្គ្រាដូហ្វីនបង្កឲ្យតំបន់មួយចំនួនអាចមានភ្លៀងធ្លាក់ដល់ថ្ងៃ4សីហាពីថ្ងៃទី2ដល់ថ្ងៃទី4ខែសីហាកម្ពុជានៅតែបន្តរងអធិពលពីព្យុះសង្គ្រាទី13ឈ្មោះដូហ្វីនដែលអាចបង្កឲ្យតំបន់មួយចំនួននឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះនិងខ្យល់កន្ត្រាក់នៅស្ទើរទូទាំងប្រទេសបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងអូតូនិយមបានបញ្ជាក់ថាព្យុះសង្គ្រាទី13ឈ្មោះដូហ្វីននៅតែមានអធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើឈូសមុទ្រប៉េងកាល់សមុទ្រអាណ្ដាម៉ាន់សមុទ្រចិនខាងត្បូងអាងទន្លេមេគង្គសមុទ្រកម្ពុជានិងលើប្រទេសកម្ពុជាប៉ុន្តែយ៉ាងណាកម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះដូហ្វីននេះនោះទេស្ថានភាពបែបនេះត្រូវបានក្រសួងធនធានទឹកបញ្ជាក់បន្ថែមថានឹងធ្វើឲ្យធាតុអាកាសនៅតំបន់វាលទំនាបមានខេត្តបន្ទាយមានជ័យបាត់ដំបងពោធិ៍សាត់កំពង់ឆ្នាំងសៀមរាបកំពង់ធំកំពង់ចាមត្បូងឃ្មុំព្រៃវែងស្វាយរៀងតាកែវកណ្ដាលនិងរាជធានីភ្នំពេញអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះនិងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី 40% តំបន់ខ្ពង់រាបមានខេត្តកំពង់ស្ពឺប៉ៃលិនឧត្តរមានជ័យព្រះវិហារក្រចេះស្ទឹងត្រែងរតនគិរីមណ្ឌលគិរីជួរភ្នំដងរែកនិងជួរភ្នំក្រវាញអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះនិងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី 60% តំបន់មាត់សមុទ្រមានខេត្តកោះកុងប្រសេះអនុកំពតកែបនិងជួរភ្នំបូកូអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះនិងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី 40% ខណៈរលកសមុទ្រមានកម្ពស់មធ្យមចន្លោះពី 0.50 ម៉ែត្រដល់ 1.75 ម៉ែត្រ